បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកស្រាវជ្រាវចម្ងល់បងប្អូនដែលខ្ញុំនិយាយថាបងប្អូនមាន$1000អាចរកស៊ីបើករបរមួយនេះបានអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនខ្លះឆ្ងល់ថា$1000ហ្នឹងតើបងទៅខាងខ្ញុំទាំងអស់ឬយ៉ាងណាអញ្ចឹងណាហ្នឹងហើយឥឡូវខ្ញុំបកស្រាយចម្ងល់បងប្អូនថាការរៀននេះមិនមែនបានបង់លុយ$1000ទាំងស្រុងទេបងប្អូន$1000នេះគឺបើកអាជីវកម្មលក់តែម្ដងបងប្អូនហ្នឹងហើយទាំងទិញអីវ៉ាន់ចូលទាំងការបង្រៀនទាំងអស់ហ្នឹងគឺ$1000ហ្នឹងគឺបងប្អូនអាចត្រៀមដើម្បីបើកមុខរបរជាឈានពិសេស999នេះហ្នឹងហើយហើយសម្ភារៈហ្នឹងក៏មានច្រើនគួរសមដែរបងប្អូនហ្នឹងហើយសម្ភារៈនេះមានដូចជាហ្គាសដូចជាខ្សែហ្គាសដូចជាចង្ក្រានដូចជាកន្ធននិងរបស់ប្រើប្រាស់ផ្សេងៗអញ្ចឹងបងប្អូនហ្នឹងហើយទូកញ្ចក់ទូអីនេះគឺរបស់ប្រើប្រាស់ប្រចាំថ្ងៃហ្នឹងហើយបងប្អូនហ្នឹងហើយអ្វីដែលធំជាងគេគឺរទេះបងប្អូនហ្នឹងហើយរទេះហ្នឹងគឺវាថ្លៃជាងគេដោយសាររទេះហ្នឹងអាចវាយទងចន្លោះ300ទៅ300ជាងបងប្អូនហ្នឹងហើយអញ្ចឹងមកខ្ញុំប្រាប់ថាបើសិនជាបងប្អូនមាន$1000បងប្អូនអាចរកស៊ីរបរជាជាតិនេះបានការបង្រៀនទៀតសោតគឺខ្ញុំមិនមែនជាតែបង្រៀនទេបងប្អូនការបង្រៀននេះគឺខ្ញុំមានបទពិសោធន៍ច្រើនឆ្នាំបងប្អូនហ្នឹងហើយខ្ញុំរកស៊ីរបរនេះរយៈពេលជិត10ឆ្នាំបងប្អូនអញ្ចឹងបទពិសោធន៍ដល់បច្ចេកទេសខ្ញុំក៏ខ្ញុំរៀនច្រើនដែរបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលរៀនគឺអត់ខកម្ដងទេបងប្អូនអាចទៅបើកបានមិនស្គាល់ថាម្សៅនឹងខូចហើយម្សៅនឹងជក់ប្រេងនឹងជៀនទៅនំមិនស្រួយមិនឆ្ងាញ់បងប្អូនមិនបាច់ភ័យព្រួយទេបងប្អូនហ្នឹងហើយព្រោះអីខ្ញុំមានបច្ចេកទេសហើយក៏មានបទពិសោធន៍ច្រើនឆ្នាំផងដែរអញ្ចឹងណាហើយការបង្រៀនទេសហ្នឹងបងប្អូនមិនបាច់ភ័យទៅខ្ញុំលាក់រូបមន្តបរៀនបងប្អូនផ្សេងហើយលក់ខ្លួនឯងផ្សេងមិនមែនទេបងប្អូនហើយបើសិនជាបងប្អូនរៀនចេះពីខ្ញុំទៅគឺបងប្អូនអនុវត្តផ្ទាល់ខ្លួនឯងតែម្ដងហ្នឹងហើយការកំងម្សៅកំងទិញកំងគីឡូអីគឺបងប្អូនអ្នកកំងខ្លួនឯងទាំងអស់ហ្នឹងហើយហើយអត់មានត្រូវយកអីពីខ្ញុំទៅទៀតទេហ្នឹងហើយគាត់ថាខ្ញុំប្រាប់ពីរូបមន្តមើលរៀនបច្ចេកទេសជៀនទៅកាន់បងប្អូនតែប៉ុណ្្នឹងទេហ្នឹងហើយហើយក៏សូមអរគុណដល់បងប្អូនខំតាមវីដេអូនេះរហូតដល់ចប់ហ្នឹងហើយអរគុណច្រើនបងប្អូនជម្រាបលាសុខសប្បាយអរគ្នាណាបងសូមសន្យានឹងមើលថែអូនដល់ចាំងសក់ស្កើមានកូនមានចៅបានទេពីលពៅចាស់ជាមួយគ្នាបងនឹង